ជារឿងហួសចិត្តបំផុតខណៈដែលនាងចាញ់បោកសង្សារត្រូវមេការផ្ទះសំណាក់កាត់កងថ្លៃបន្ទប់ម្ដងម្នាក់ចេញមកផ្ទះវិញក៏ត្រូវអ្នករត់ម៉ូតូកង់3កាត់កងបានសម្រេចម្ដងទៀតជនសង្ស័យចំនួន3នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី28ខែធ្នូឆ្នាំ2025ពាក់ព័ន្ធករណីរំលោភបោកសេពសន្តិវៈទៅលើនារីរងគ្រោះម្នាក់នៅផ្ទះសំណាក់និងនៅលើម៉ូតូកង់3ឥណ្ឌាករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង22:30នាទីយប់ថ្ងៃទី26ខែធ្នូឆ្នាំ2025នៅចំណុចផ្ទះសំណាក់ស្រែសវណ្ណបូតិចបន្ទប់ B9 3ដើមភូមិផ្ទប់វែងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលសមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះសអណកភេទស្រីអាយុ16ឆ្នាំរស់នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមុខរបរកូនជាងសាឡនចំណែកជនសង្ស័យចំនួន3នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន1ប៊ីនយ៉ាភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិខ្ទប់វែងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលមុខរបរបុគ្គលិកផ្ទះសំណាក់ត្រូវបានឃាត់ខ្លួនទី2ឈ្មោះខុំខេងភេទប្រុសអាយុ20ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិទប់វែងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលមុខរបរបុគ្គលិកផ្ទះសំណាក់ត្រូវបានឃាត់ខ្លួនជនសង្ស័យទាំងពីរមានសារធាតុញៀនក្នុងទឹកនោមនៅចំណែកទី3ឈ្មោះនូនចន្ទ្រាភេទប្រុសអាយុ32ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិថ្នល់បំបែកសង្កាត់ចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមុខរបររថកង់3ត្រូវបានឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោមក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម៉ូតូកង់3ឥណ្ឌាមួយគ្រឿងពណ៌សផលិតឆ្នាំ2025ស្លាកលេខភ្នំពេញ 1LV 9321ទូរស័ព្ទមួយគ្រឿងម៉ាក Oppo A60 ពណ៌ខ្មៅទូរស័ព្ទមួយគ្រឿងម៉ាក iPhone 11ពណ៌ត្រាវសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនសមត្ថកិច្ចក្រុងតាខ្មៅបានបន្តឲ្យដឹងទៀតថាមុនពេលកើតហេតុនារីរងគ្រោះបានកក់ Booking Pass App របស់ឈ្មោះនូនចន្ទ្រាជិះមកចេញពីផ្ទះនៅខណ្ឌពោធិ៍សែនជ័យមកយកសង្សាររបស់ខ្លួនម្នាក់ទៀតឈ្មោះជេងវ៉ាន់ឌីអាយុ20ឆ្នាំនៅម្ដុំរង្វង់មូលព្រែកសំរោងហើយនាំគ្នាជិះចូលផ្ទះសំណាក់ស្រែសវណ្ណបូតិចបន្ទប់លេខ B9 3ដើមបន្ទាប់មកសង្សារបានដេកជាមួយនារីរងគ្រោះរួចហើយក៏បានពឹងអ្នករត់ផាសអាប់ឈ្មោះនូនចន្ទ្រាឲ្យដប់ជូនទៅរកទិញបាយហូបមួយផ្លែតដោយទុកនារីរងគ្រោះឲ្យចាំនៅក្នុងផ្ទះសំណាក់តែម្នាក់ឯងលុះបានមួយសន្ទុះក៏ឃើញអ្នករត់ផាសអាប់មកវិញតែម្នាក់ឯងហើយបាននិយាយប្រាប់នារីរងគ្រោះថាសង្សារឯងមិនមកវិញទេវាទៅបាត់ហើយវាបោកឯងទេពេលនោះមេការផ្ទះសំណាក់ក៏បានមកទារលុយថ្លៃបន្ទប់ប៉ុន្តែជនរងគ្រោះឆ្លើយប្រាប់ថាមិនមានលុយដាក់មកតាមខ្លួនទេបុរសឈ្មោះប៊ីនយ៉ាជាមេការផ្ទះសំណាក់រូបនោះក៏បាននិយាយថាបើអត់លុយឲ្យថ្លៃបន្ទប់ទេអញ្ចឹងមានតែរួមភេទកាត់កងពេលនោះរូបនាងដោយសារភ័យខ្លាចគេចាប់ក៏បានយល់ព្រមជាមួយមេការផ្ទះសំណាក់រូបនោះបន្ទាប់មកមានឈ្មោះខុំខេងជាបុគ្គលិកផ្ទះសំណាក់ក៏បានមករួមភេទជាមួយនារីរងគ្រោះរហូតបានសម្រេចម្ដងម្នាក់សមាជិកក្រុងតាខ្មៅបានឲ្យដឹងទៀតថាក្រោយពីរួមភេទជាមួយមេការនិងបុគ្គលិកផ្ទះសំណាក់ទាំងពីរអ្នករួចមកនារីរងគ្រោះក៏បានហៅអ្នករត់ Pass App ឈ្មោះនូនចន្ទ្រាឲ្យដប់ជូនទៅផ្ទះវិញនៅពេលដប់ជិតដល់ផ្ទះអ្នករត់ Pass App ឈ្មោះនូនចន្ទ្រាបានទារលុយចំនួន 10,000 រៀលតែនារីរងគ្រោះគ្មានលុយឲ្យពេលនោះអ្នករត់ Pass App ក៏បានសុំរួមភេទជាមួយដើម្បីកាត់កងបន្ទាប់មកអ្នករត់ Pass App ក៏បានធ្វើសកម្មភាពលើ Pass App រហូតបានសម្រេចម្ដងទៀតហើយក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនអស់ទៅលុះដល់ថ្ងៃទី28ខែធ្នូឆ្នាំ2025នារីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យខ្លួនហើយជនរងគ្រោះចំនួន3នាក់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃដដែល
តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យចំនួន3នាក់បានរៀបប្រាប់សមត្ថកិច្ចថាពួកគេពិតជាបានរូបភេទជាមួយនារីរងគ្រោះរហូតបានសម្រេចម្ដងម្នាក់កាត់កងតម្លៃជួលបន្ទប់ផ្ទះសំណាក់និងកាត់កងតម្លៃជិះផាសអាពិតប្រកបមែនបច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធីនៃច្បាប់Blue Property Group សេវាកម្មបង់រំលោះរថយន្តជាមួយឃ្លាំងផ្ទាល់